អូខេអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទទៀតហើយថ្ងៃនេះខ្ញុំលើកតាក់ទងទៅនឹងត្រៀងមួយមុខដែលគេឲ្យឈ្មោះថា Chili Tamarind Margarita យើងមានជាប្រភេទ Takala យើងមានជា Contru យើងមានជាប្រភេទគេហៅ Tamarind ជាទឹកអំពិលហើយជាមួយនឹងទឹកក្រូចឆ្មាហើយក៏យើងមានជាប្រភេទ Sugar Syrup ដែរហើយនៅក្នុងនោះដែរយើងអត់ភ្លេចទេជាមួយនឹងម្ទេសហើយនឹងមានអំបិលតិចៗដែលហៅម្ទេសដោយសារយើងយកម្ទេសមាត់ទេយកមកលាបជាមួយនឹងមាត់កែវព្រោះ Chili Tamarind Margarita ជាឈ្មោះរបស់ cocktail អញ្ចឹងវាត្រូវការហឹរហើយសម្រាប់មាត់កែវរ៉ុករបស់យើងគឺយើងយកមកលាបជាមួយនឹងក្រូចឆ្មាតិចៗមកដើម្បីយើងយកទៅលុញឲ្យជាប់ជាមួយនឹងអំបិលម្ទេសរបស់យើងណាហើយសម្រាប់ការលុញឲ្យជាប់អំបិលម្ទេសយើងលុញកាន់តែខ្លាំងកាន់តែជាប់ច្រើនអញ្ចឹងសម្រាប់ម្ទេសនេះគឺយើងដាក់ដើម្បីឲ្យវាពេលដែលញ៉ាំទៅគឺឆ្ងាញ់ហើយអញ្ចឹងគឺយើងយក shaker របស់យើងយកមកដើម្បីវាស់ស្រាសម្រាប់ខ្ញុំរៀងស្ទាត់ខ្ញុំយកប្រភេទជា shaker ដែលមានគ្រាប់កែវសម្រាប់ Takala របស់យើងគឺយើងចាក់45ហើយយើងប្រើ Contru 15អញ្ចឹងណាហើយសម្រាប់ Contru យើងអាចបើសិនជាយើងអត់ Contru ទេយើងអាចជំនួសជាមួយនឹង Trapezic បានហើយសម្រាប់ក្រូចឆ្មាយើងអាចប្រើ10ជាមួយនឹងទឹកស្ករ5បើសិនជាទឹកស្ករយើងកុំដាក់ច្រើនពេកបើសិនដាក់ច្រើនពេកធ្វើឲ្យត្រីងយើងវាសាបអញ្ចឹងយើងប្រើតែ5បានហើយយើងប្រើជាមួយនឹងទឹកអំពិលទឹកអំពិលនេះគឺជាប្រភេទទឹកអំពិលយើងរំងាស់ជាមួយនឹងម្ទេសហើយយើងមានន័យថាយើងអញ្ចឹងយើងស្រង់យកទឹកមកលាយជាមួយនឹង cocktail របស់យើងហើយយើងចាប់ផ្ដើមក្លុកហើយសម្រាប់ពេលហ្នឹងហើយយើងគូសវា ok hai ấy